ដូចជាសកម្មភាពកាលពីថ្ងៃទី28បាទក្រុមការងារឃុំគូដងស្រុកអង្គរជុំខេត្តសៀមរាបបានពំនាំយកនៅបាយម្ហូបអាហារក៏ដូចជាគ្រឿងសម្ភារៈមួយចំនួនបញ្ជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យនេះគឺជាកម្លាំងសាមគ្គីបាយម្ហូបអាហារទាំងអស់គឺប្រជាពលរដ្ឋអ្នកដាំបាទគាត់ក្រដាំពីម៉ោង4ម៉ោង5អញ្ចឹងគាត់ច្រកជាថងទៅដាក់ស្លឹកចេកបាទមានសាច់មានពងមានត្រីងៀតមានត្រីមានសាច់គោមានឆាមាន់ឆាទាបាទគឺកុសលយ៉ាងគាត់យកមកជូនបាទកងទ័ពជួរមុខយើងកាលពីថ្ងៃទី28ហ្នឹងគឺខាងខ្ញុំបាទប្រជាក្រុមការងារបាទបានចោះទៅផ្ទាល់ចោះទៅបន្ទាយផ្ទាល់បាទគឺដោយសារចោះទៅហ្នឹងគឺយើងបានថតសកម្មភាពមួយចំនួនបាទប៉ុន្តែយើងអត់ហ៊ានផុសទេបាទយើងចាំសង្គ្រាមចប់សិនបាទបន្ទាប់មកសល់សម្ភារៈមួយចំនួនយើងយកមកជូនប្រជាពលរដ្ឋយើងដែលភៀសខ្លួនបាទចេញពីតំបន់សង្គ្រាមខ្ញុំបាទសូមអរគុណដល់ប្រជាពលរដ្ឋខាងឃុំគូដងស្រុកអង្គរជុំដែលសាមគ្គីគ្នាបាទចូលរួមបាទឧបត្ថម្ភមានបាយម្ហូបមានទឹកសុទ្ធមាននំមានជាលុយបាទដើម្បីយកមកចែកជូនប្រជាពលរដ្ឋយើងផងទៅខាងកងទ័ពផងបាទនេះជាកម្លាំងសាមគ្គីសូមអរគុណ